ក្មេងសម័យនេះពិបាកអប់រំវាពិបាកទៅហើយប៉ុន្តែអ្វីដែលយើងនិយាយទៅនោះពាក្យយើងវាមិនមែនជាការអប់រំអីអានេះពាក្យហ្នឹងបើន័យថាយើងកំពុងតែទម្លាយអំពីរូបរាងរបស់មនុស្សស្រីបាត់ហើយគេអាក្រក់ក៏អាក្រក់ទៅបើយើងចង់ថាគេអាក្រក់យើងគ្រាន់តែលើកសេចក្តីប្រៀបធៀបមកថាអេរយាប័តរបស់ស្រីមិនល្អ5យ៉ាងយើងលើកប៉ុណ្ណឹងមកហើយមួយអីគេពីរអីគេ3អីគេ4អីគេ5អីគេមួយសម្ដីអាក្រក់ពីរឥរិយាបថមិនល្អ3ការធ្វើរឿងមិនល្អខ្ញុំឃើញវីដេអូមួយវីដេអូហ្នឹងទាក់ទងទៅនឹងគ្រូជោគជ័យម្នាក់គាត់បកស្រាយអំពីស្រីអះ5យ៉ាងតែពិតទៅលក្ខខណ្ឌរបស់មនុស្សស្រីឬក៏ឥរិយាបថរបស់មនុស្សស្រីបច្ចុប្បន្ននេះយើងនិយាយទៅតាមភាពជាក់ស្ដែងបើឲ្យចំតួថាអាហ្នឹងវាស្ថិតនៅក្នុងលក្ខណៈរបស់មនុស្សស្រី32ប្រការមិនឬក៏អត់គឺយើងមិនអាចសន្មត់បានទេហើយតែអ្នកខ្លះគាត់យល់តាមគោលគំនិតរបស់គាត់ទៅគាត់ក៏លើកមកអំពីលក្ខណៈស្រី5យ៉ាងលក្ខណៈស្រីមិនល្អ5យ៉ាងក៏ចិត្តលើកមកចឹងតាមពិតលក្ខណៈរបស់មនុស្សស្រីមាន5យ៉ាងល្អមិនល្អនោះប៉ុន្តែនៅក្នុងនោះគេមិនទាន់បានចាត់ទុកថាជាស្រីខាតលក្ខឬក៏គ្រប់លក្ខទេតែគ្រាន់តែនិយាយអំពីចំណុចថាលក្ខខណ្ឌរបស់មនុស្សស្រីមាន5យ៉ាងឬក៏លក្ខណៈរបស់មនុស្សស្រី5យ៉ាងខ្ញុំដូចជាភ្លេចហើយ5យ៉ាងហ្នឹងខ្ញុំធ្លាប់បាននិយាយដែរតេតងទៅនឹងសក់តេតងទៅនឹងស្បែកតេតងទៅនឹងធ្មេញតេតងទៅនឹងភ្នែកនឹងលក្ខណៈ5យ៉ាងរបស់មនុស្សស្រីជាមួយខ្ញុំឆែកនៅក្នុងនេះសិនព្រោះខ្ញុំធ្លាប់អានទៅវាលក្ខណៈហ្នឹងគឺគេនិយាយចំពោះលើកអំពីលោកយាយវិសាខាគេលើកមកដើម្បីនិយាយព្រោះលោកយាយវិសាខាមានលក្ខណៈល្អ5យ៉ាងគេហៅថាបញ្ចពិធិកល្យាណី5យ៉ាងរបស់មនុស្សស្រីគឺជាស្រីដែលមានលក្ខណៈល្អ5យ៉ាងទី1គេសាទី2សាច់ទី3លម្អដោយឆ្អឹងទី4ពណ៌សម្បុរទី5គឺវ័យអញ្ចឹងលម្អ5យ៉ាងហ្នឹងយើងអត់តាន់ចាត់ទុកថាជាស្រីដែលខ្វះលក្ខណៈគេហៅតែចេះហៅថាជាស្រីគ្រប់លក្ខឬក៏ជាស្រីខាត់លក្ខអីព្រោះកន្លែងនេះយើងអត់សម្គាល់ទេសម្គាល់ថាលម្អរបស់មនុស្សស្រី5យ៉ាងដែលមានលក្ខណៈស្អាតដែលមើលទៅគឺមិនតោះទាំងវ័យក៏នៅតែក្មេងពណ៌សម្បុរក៏នៅតែស្អាតសក់ក៏នៅតែរលោងស្អាតស្មើសាច់ឆ្អឹងគឺល្អមិនមានការចុកក្រោយអីដោយប្រការណាមួយដោយលោកយាយវិសាខាអាយុ120ឆ្នាំចៅចាំមើលកូន20ហើយកូនហ្នឹងបង្កើតជាពូជពងតហ្នឹងក្នុងម្នាក់20ក្នុងម្នាក់20គ្រាន់តែចៅហ្នឹងឡើងប្រមាណ100នាក់អស់ហើយរាល់អំពីវ័យចៅរហូតដល់កូនរហូតដល់យាយគឺស្មើគ្នាអត់ដឹងថាមួយណាជាយាយវិសាខាហើយមួយណាជាកូនហើយមួយណាជាចៅទេដោយសារតែវ័យមើលទៅគឺដូចគ្នាបានជាថ្ងៃមួយនោះ
អឺលោកយាយវិសាខទៅស្ដាប់ធម៌របស់ព្រះរាមាប្រភាក្រុមគ្រូនៃយើងហើយមានព្រះចរិយាអនសួរលន់គឺថាបបិទ្ធលោកម្ចាស់ដូចចម្រើនតើនារីមួយណាជាលោកយាយវិសាខាទៅព្រះអនុនឹងប្រាប់ថាជួយនឹកសម្គាល់មើលចុះនារីណាដែលងើបហើយយកដៃចុចជង្គង់ហ្នឹងហើយគឺជាលោកយាយវិសាខាបានន័យថាអាយុគាត់ចាស់នៅពេលគាត់ងើបពីទៅយកដៃចុចជង្គង់ទៅតាមវ័យរបស់គាត់ប៉ុន្តែគួរសម្បត្តិរបស់គាត់គឺនៅក្មេងដូចមនុស្សអាយុ16ឆ្នាំនិង18ឆ្នាំបានន័យថាទាំងចៅទាំងកូនទាំងម្ដាយទាំងលោកយាយវិសាខានេះគឺវ័យមើលទៅគឺដូចគ្នាខុសតែការទ្រុឌទ្រោមឯងប៉ុន្តែកម្លាំងលោកយាយវិសាខាស្មើនឹងដំរីស្មើនឹងកម្លាំងដំរីណាកាលដែលកាលនោះដូចជាមិនទាន់បានខ្លាយជាមហេសីរបស់ព្រះរាជាឯងព្រះរាជាទ្រង់ពិសោធន៍លោកយាយវិសាខាហ្នឹងដែលឲ្យដំរីទៅព្រិចដំរីទៅជន់ណាបោដំរីទៅដល់បោដំរីទៅដល់មុខលោកយាយវិសាខាគ្រាន់តែយកដៃចង្អុលមួយទុកលេងទៅបានដំរីបានធ្វើឲ្យដំរីហ្នឹងលុតជង្គង់ហើយកម្លាំងលោកយាយវិសាខាកម្លាំងបន់ខ្លាំងណាស់ហ្នឹងកម្លាំងបន់ប៉ុន្តែនៅពេលដែលយើងនិយាយទាក់ទងទៅនឹងស្រីបច្ចុប្បន្ននេះគ្រូជោគជ័យម្នាក់គាត់លើកមកមាន5ប្រការនោះមិនជាខុសទេព្រោះវាលើកទៅតាមភាពជាក់ស្ដែងមាន5ប្រការមានស្អីមានស្អីអីចឹងទៅស្លៀកស៊ីសម្ដីលេចធ្លោអីចឹងទៅសម្ដីបើកអត់បិទអាសម្ដីបើកនេះវាថារូបរាងខ្លួនយ៉ាងម៉េចអរិយាមិនសមរម្យការនិយាយនេះគឺហាក់ដូចជាលាតដណ្ដើមខ្លួនឲ្យគេឃើញពីរូបរាងខាងក្នុងហ្នឹងឯងហើយវិច័យដល់នេះមានយុវជន3នាក់ប្រុស1ស្រី2នោះយកវីដេអូរបស់គាត់ហ្នឹងទៅធ្វើជា reaction ហើយក្នុងបំណងហ្នឹងមិនជាចាញ់ខ្ចាល់ទេបើតាមមើលវីដេអូហ្នឹងមុននឹងគាត់ធ្វើហ្នឹងក៏គាត់សុំនិយាយដែរវាសិនជាមានការខុសអីព្រោះការលើកនេះគឺគ្រាន់តែលើកមកដើម្បីឲ្យការសប្បាយទេប៉ុន្តែក៏វាមិនដល់ថ្នាក់ធ្ងន់ធ្ងរអីនឹងដែរព្រោះពាក្យចាញ់ខ្ចាល់វាផ្សេងព្រោះលើកនេះគឺលើកស្របអត់ប្រឆាំងទេបើន័យថាលើកចាក់បដ ாய் ទៅពេលចាប់បដ ாய் វាឈឺជាជាងប្រឆាំងទៅវិញពាក្យខ្លះចាប់បដ ாய் មិនឈឺហើយទៅទុំតំណឹងស្រីហើយគេនោះគេនិយាយទៅតាមនឹងដែរដល់អញ្ចឹងទៅយើងនេះអ្នកស្ដាប់ហើយយកវីដេអូនឹងទៅធ្វើបន្តអ្នកខ្លះយកវីដេអូទៅធ្វើបន្តទៅខឹងក្មេងប្រហែលនេះហ្នឹងតាមពិតទៅវាមិនអីដល់ថ្នាក់ទៅខឹងសម្បាគ្នាទេព្រោះរឿងខ្លះយើងដឹងហើយការលើកឡើងទាក់ទងទៅនឹងសង្គមនេះការអប់រំទៅតាមសង្គមនេះបើសិនយើងមានលក្ខណៈគ្រប់គ្រាន់ក្នុងការលើកមកនិយាយចំពោះចំណុចមនុស្សស្រីឬក៏ចំណុចរបស់មនុស្សប្រុសនឹងយើងគួរតែស៊ីជម្រៅអំពីលក្ខណៈឲ្យច្បាស់ជាពិសេសគឺមើលតម្រាច្បាប់ប្រុសច្បាប់ស្រីឲ្យវាច្បាស់ពេលទៅបើតែយើងមិនអាចលើកចំទួអំពីច្បាប់ប្រុសច្បាប់ស្រីមកទេក៏ប៉ុន្តែក៏យើងត្រូវតែមានលក្ខខណ្ឌមួយដើម្បីប្រៀបធៀបដែរដូចគាត់លើកមក5ចំណុចអាហ្នឹងបើនិយាយថាគាត់ឃើញជាក់ស្ដែងបើនិយាយថាគាត់មើលទៅវាឃើញជាក់ស្ដែងប៉ុន្តែនៅក្នុងលក្ខណៈរបស់មនុស្សស្រីអា5ចំណុចនេះវាមានន័យមនុស្សស្រីមិនល្អគ្រាន់តែដើរបឹងបោចដៃងាកបោចខ្លួនកាច់កកាច់ស្រង់ហ្នឹងបាទលក្ខណៈមិនល្អដែរហើយបើយើងមើលនៅក្នុងពេលបច្ចុប្បន្ននេះគឺរឹតតែពិបាកមើលបើវាហួសបើសិនជាប្រតិបត្តិបាយវាមិនសូវអីទេបើថាបងបាយវាមិនសមរម្យសម្រាប់លក្ខណៈមនុស្សស្រីទៅហើយក៏ប៉ុន្តែអានេះវាលើសអំពីអានឹងដល់ទៅ100ដងសម្បីតែការស្លៀកពាក់សម្បីតែការនិយាយបើនិយាយទាំងប្រុសទាំងស្រីគឺសឹងតែស្អាត
អញ្ចឹងអ្វីដែលគាត់លើកមកគឺវាភាពជាក់ស្ដែងអញ្ចឹងប៉ុន្តែវានៅក្នុងចំណោមច្បាប់ប្រុសច្បាប់ស្រីហ្នឹងគឺវាមានកន្លែងហ្នឹងដែរការនិយាយដោយពលពាក្យពោលគ្រាតពោលពាក្យដោយពាក្យបើកនៃឥរិយាបថរបស់ខ្លួនអីជាដើមអញ្ចឹងទៅតែនេះគាត់លើកចំពេកគាត់លើកចំណុចវាជាក់ស្ដែងពេកវាលើកមកហាក់ដូចជាមនុស្សស្រីដែលគាត់លើកហ្នឹងគ្រាន់តែគេស្រាប់ថាដូចស្រាដូចស្រាចឹងឯងណាហើយមានអ្នកខ្លះក៏កាន់ជើងខាងគាត់ចឹងទៅហើយស្អប់ខាងក្មេងៗដែលធ្វើវីដេអូតអំពីគាត់ណាតែស្រី3នាក់ហ្នឹងប្រុសមួយស្រី2នាក់ក៏ខឹងគ្នាតាមពិតទៅយើងខឹងក៏ដោយឬក៏យ៉ាងម៉េចក៏ដោយវាអត់មានអ្នកណាគេទៅអឺនិយាយទៅតែគ្រាន់ថាធ្វើម៉េចយើងមុននឹងខឹងយើងឲ្យមើលលក្ខណៈឲ្យច្បាស់សិនបើអ្នកដែលបកស្រាយអំពីបើគេថាបង្ហាញអំពីរឿងល្អដល់សង្គមប៉ុន្តែអាការបង្ហាញនោះពោលពាក្យមិនល្អទៅហើយពោលពាក្យឆ្ងាយសំអូមហើយលើកអំពីចំណុចមនុស្សស្រីមកដែលឲ្យមានព្រៀបធៀបអីមួយគឺលើកមកច្បាស់អញ្ចឹងហើយសួរថាហើយយើងអ្នកមានក្រមសីលធម៌មានសុជីវធម៌ឯកន្លែងហ្នឹងអញ្ចឹងពេលខ្លះបើគ្រាន់តែស្ដាប់ឮគ្រាន់តែស្ដាប់ឮឲ្យតែព្រោះមិនតាន់មានន័យទេតែយើងឲ្យមើលពាក្យហ្នឹងសិនស្ដាប់ពាក្យហ្នឹងសិនឲ្យវាជ្រៅដោយពាក្យហ្នឹងសិនអញ្ចឹងបានយើងដឹងថាការអប់រំនឹងវាយ៉ាងម៉េចហើយការនិយាយដើម្បីបោកកកាយគ្រឿងមិនល្អរបស់មនុស្សស្រីនឹងយ៉ាងម៉េចអានេះណាតែបើគាត់ផ្ដើមមកគឺចំណុចរបស់មនុស្សស្រី5យ៉ាងគ្រាន់តែប៉ុណ្្នឹងបានន័យថាមាត់យើងនឹងវារកកន្លែងណាអប់រំមិនកើតបើគ្រាន់តែយើងលើកពីចំណុចមនុស្សស្រីអាក្រក់5យ៉ាងហ្នឹងយើងរកចំណងជើងដាក់មិនបានផងគឺថាមនុស្សស្រីមាន5យ៉ាងហើយអញ្ចឹងពេលខ្លះបើគ្រាន់តែក្បាលនៃចំណងជើងយើងយកកន្លែងល្អដាក់បានផងហើយយើងរកកន្លែងណាដែលអប់រំវាកាហើយខ្ញុំនិយាយចឹងមិនមែនថាចង់វាតម្លៃទៅលើការបកស្រាយនិងការនិយាយរបស់គាត់ទេក៏ប៉ុន្តែខ្ញុំឃើញអ្នកខ្លះគេហាក់ដូចជាគ្រប់គ្រងគាត់ច្រើនទាំងដែលពាក្យទាំងអស់ហ្នឹងសិតតែពាក្យដែលមិនព្រោះពាក្យគ្រោក្រៀតបើចង់លើកថាឥឡូវចំណុចមនុស្សស្រី5យ៉ាងអញ្ចឹងយើងកុំលាតត្រដាងខ្លាំងពេកយើងគ្រាន់តែលើកចំណុចទូចមកហើយប្រហែលឲ្យលើកប្រៀបធៀបមកបាច់ចាំដល់អាណាបកស្រាយអាណាហូសាច់អស់ឆ្អឹងអាណានៃទៅពីលើដល់ក្រោមអាណាស៊ីជំរឿអាណានៃអញ្ចឹងទៅការស្ដាប់អានឹងវាមិនមែនតែជារឿងអប់រំទេប៉ុន្តែយើងកំពុងតែបកកកាយឬក៏បកស្បែកខាងក្រៅរបស់មនុស្សស្រីលាតឲ្យគេឃើញមកទាំងដែលយើងជាមនុស្សប្រុសខ្ញុំអត់កាន់ជើងខាងណាទាំងអស់ប៉ុន្តែអានេះគឺជាចំណុចមួយដែលយើងគួរតែពិចារណាព្រោះយើងគួរតែគិតសារឡើងវិញចំពោះរឿងហ្នឹងហើយការនិយាយមកគឺរៀងឆ្កួតចំណុចខ្លះគឺឆ្កួតគឺអត់ទាំងព្រោះស្ដាប់ផងហើយមួយទៀតពាក្យវាគ្រោះគ្រាទៀតអញ្ចឹងពេលខ្លះបើយើងដើរតួជាអ្នកអប់រំយើងធ្វើម៉េចយកពាក្យណាប្រហែលមកគេដឹងព្រោះសម័យនេះនិយាយតែប្រហែលគឺគេដឹងគេយល់ហើយមិនបាច់ចាំដល់ណាលៀកអានេះដូចជេរគ្នាហើយណាអានេះវាលើនឹងជេរគ្នាទៀតចឹងមើលថានិយាយអំពីចំណុចមនុស្សស្រីមិនល្អចំណុចរបស់មនុស្សស្រីមិនល្អវាមានហេតុផលច្រើនយើងលើកចំណុចណាក៏វាត្រូវដែរព្រោះ5យ៉ាងហ្នឹងក៏ប៉ុន្តែអឺពេញសេចក្តីនោះយើងលើកវាមិនអស់ហើយអានេះចំណុចរបស់មនុស្សស្រីដែលមិនល្អហើយយើងហៅថាស្រីខាត់លះឬក៏អរិយាប័ត្រមិនល្អហើយបើយើងនិយាយថាមនុស្សស្រីល្អ5យ៉ាងដល់ពេលយើងលើកអាមនុស្សស្រីល្អ5យ៉ាងហើយយកពាក្យហ្នឹងគ្រាន់មកពាក្យផ្ទុយគ្នាអាហ្នឹងវាមានអីទៅ
ដែលយើងយល់អំពីច្បាប់របស់មនុស្សស្រីហើយសូម្បីតែខ្លួនយើងជាប្រុសយើងអត់ដឹងថាច្បាប់ប្រុសមិនផងណាគ្រាន់តែលើកថាមនុស្សស្រីអះ5យ៉ាងហើយមនុស្សស្រីដែលមិនអះ5យ៉ាងហើយលើមកគ្រាន់តែពាក្យផ្ទុយគ្នាប៉ុណ្ណឹងចឹងមិនន័យថាយើងអត់តន់យល់អំពីច្បាប់របស់ស្រីហើយក៏អត់តន់យល់ពីច្បាប់របស់មនុស្សប្រុសទេបើសិនជាយើងមិនយល់ពីច្បាប់មនុស្សស្រីក៏ដោយថាម៉េចយើងមិនមែនជាមនុស្សស្រីឲ្យប៉ុន្តែគ្រាន់តែឲ្យយើងដឹងថាយើងជាមនុស្សប្រុសដឹងតែច្បាប់ខ្លួនឯងជាប្រុសយ៉ាងម៉េចខ្ញុំមិនមែនជាមនុស្សដែលសភាពហើយជាមនុស្សដែលមានសុជីវធម៌មានសិលធម៌មានអីទេខ្ញុំជាមនុស្សដែលបបៃបបក់ដែរទេត្រូវនិយាយខ្ញុំនិយាយក៏ប៉ុន្តែនៅក្នុងបណ្ដាញសង្គមគឺខ្ញុំមិនបង្ហាញព្រោះវាជារឿងមួយដែលសម្បីតែការនិយាយឲ្យវារៀងអសរោះតែប្រការនឹងមួយទូគេដល់ក៏គិតថារឿងហ្នឹងបើសិនជាលើដល់គេហើយអ្នកដែលគេស្ដាប់ហើយគឺរឹតតែបបាក់អាហ្នឹងព្រោះថាទៅបើធ្វើជាអប់រំហើយនៅពេលដែលនិយាយចឹងមកអាហ្នឹងអប់រំខ្ញុំឃើញទេអញ្ចឹងអប់រំខ្លះវាមិនប្រកាសថាពាក្យនឹងវាបរោះពាក្យនឹងវាល្អឯងព្រោះពាក្យអប់រំយើងប្រតិថាខាងក្រៅឯងប៉ុន្តែអ្វីដែលឲ្យដឹងនោះនៅពេលដែលយើងនិយាយហ្នឹងបានដឹងថាយើងនឹងជាអ្នកអប់រំមិនឬក៏អត់ហើយរឿងហ្នឹងច្រើនហើយខ្ញុំមិនចិត្តដាក់វីដេអូហ្នឹងឯងព្រោះអ្វីដែលខ្ញុំនិយាយទៅគឺដឹងហើយពាក្យកន្លែងហ្នឹងនោះចំណុចកន្លែងហ្នឹងព្រោះគេនឹងយល់ថារឿងហ្នឹងវាមានអ្នកនេះហើយនឹងអ្នកនោះហើយចឹងទៅគេដឹងហើយព្រោះវីដេអូនេះគេមើលឃើញគ្រប់គ្នាសូម្បីតែខ្ញុំមិនមានអ្នកតាមដានផងក៏នៅតែឃើញខ្លះហើយអ្នកខ្លះក៏យកទៅជេរបន្តិចខាងគ្នាអីចឹងទៅហើយអ្នកជេរបន្តិចហ្នឹងក៏មិនតាន់ដឹងថាពាក្យសម្ដីគ្នានិយាយមកយ៉ាងម៉េចហើយហេតុផលខាងដើមវីដេអូអ្នកដែលអប់រំនឹងយ៉ាងម៉េចហើយយើងយកទៅបន្ទោសគ្នាថាក្មេងសម័យនេះពិបាកអប់រំក្មេងសម័យនេះពិបាកអប់រំវាពិបាកទៅតែប៉ុន្តែអ្វីដែលយើងនិយាយទៅនោះពាក្យយើងវាមិនមែនជាការអប់រំអីអានេះពាក្យហ្នឹងបើថាយើងកំពុងតែទម្លាយអំពីរូបរាងរបស់មនុស្សស្រីបាត់ហើយគេអាក្រក់ក៏អាក្រក់ទៅបើយើងចង់ថាគេអាក្រក់យើងគ្រាន់តែលើកសេចក្តីប្រៀបធៀបមកថាអេរយាប័តរបស់ស្រីមិនល្អ5យ៉ាងយើងលើកប៉ុណ្ណឹងមកហើយ1អីគេ2អីគេ3អីគេ4អីគេ5អីគេ1សម្ដីអាក្រក់2អរិយាប័ត្រមិនល្អ3ការធ្វើរឿងមិនល្អ4ការស្លៀកពាក់មិនល្អអីទៅឬក៏5ស្អីធ្វើតែស្អីទៅគ្រប់ចំណុចដែលយើងត្រូវលើកមកបើន័យថាគ្រាន់តែចំណុចដែលយើងលើកទីឲ្យបកស្រាយទីមកគេយល់ហើយកន្លែងហ្នឹងអញ្ចឹងមនុស្សស្រីមិនល្អប៉ុណ្ណឹងព្រោះឥឡូវគេមើលឃើញថាគេមើលឃើញអញ្ចឹងយើងគ្រាន់តែនិយាយបន្តិចមកបើន័យថាពាក្យហ្នឹងវាអាចនឹងជ្រៅឲ្យគេយល់ហើយមិនបាច់ចាំដល់ណាបើកកកកកាយអីណានៃអញ្ចឹងទៅវាពិបាកដែរមនុស្សស្រីនៅក្នុងស្រុកខ្មែរតិចណាស់ហើយតែយើងនិយាយអញ្ចឹងវាអាចនឹងប៉ះពាល់ដល់អរិយាប័ត្រមនុស្សស្រីទូគ្នាល្អមិនល្អក៏ដោយធ្វើម៉េចរឿងមិនល្អនោះគឺវាសត្វតែជាហេតុដែលប្រព្រឹត្តដោយខ្លួនឯងហើយមិនគេមិនដឹងថាមិនល្អអាណាគេដឹងទេបើគ្រាន់តែថាមនុស្សវាដើរទៅតាមផ្លូវហ្នឹងអញ្ចឹងពេលខ្លះការនិយាយរបស់យើងគឺយើងគ្រាន់តែសង្កត់កន្លែងខ្លះឲ្យវាមានពាក្យដើម្បីឲ្យយល់ពីចំណុចហ្នឹងទៅបានហើយមិនបាច់ចាំដល់ណាបើកកកកាយអីពេកចឹងទេអញ្ចឹងរឿងខ្លះក៏វាមិនល្អដែរការនិយាយកកកាយអីរឿងចឹងទៅនោះហើយប៉ុណ្ណេះទេដោយសារតែវីដេអូខ្ញុំមិនមែនជាវីដេអូអប់រំទេវីដេអូខ្ញុំគឺលើកអំពីរឿងរ៉ាវផ្សេងជួនកាលក៏ខ្ញុំលើកអំពីរឿងពុទ្ធប្រវត្តិហើយជួនកាលលើកអំពីរឿងទាក់ទងទៅនឹងការធ្វើបុណ្យធ្វើទានអីចឹងទៅឬក៏រឿងផ្សេងទាក់ទងទៅនឹងសាវករបស់ព្រះមានព្រះភិក្ខឬក៏អ្នកធ្វើបុណ្យសម័យព្រះឬក៏មុនសម័យព្រះក្រោយមកអីចឹងទៅ
ឬក៏លើករឿងអីមកដើម្បីនិយាយជាការសម្ដាប់អីចឹងទៅធ្វើឲ្យទាក់ទងនឹងការអប់រំខ្ញុំមិនចេះអប់រំទេព្រោះខ្ញុំមិនមែនជាអ្នកអប់រំសូម្បីតែខ្លួនឯងខ្ញុំអប់រំមិនល្អផងហើយខ្ញុំអប់រំអ្នកណាចេះល្អក៏រាល់ថ្ងៃខ្ញុំឆេលដែរអញ្ចឹងមានតែប៉ុណ្្នឹងទេហើយការខុសឆ្គងអីយ៉ាងណាខ្ញុំគិតថាមុខតែមានខាងចិត្តចំពោះអ្នកស្ដាប់ហើយប៉ុន្តែសូមគិតឲ្យពិចារណាមុននឹងដាក់ទោសសារឬក៏ដាក់ទោសតន់ដោយពាក្យសម្ដីដោយការពោលមិនល្អអីយ៉ាងណាក៏សូមឲ្យគិតសិនគិតឲ្យខុសត្រូវទោះនិយាយមកក៏វាអាចថានឹងមានតម្លៃខ្លះដែរនឹងគឺមានប៉ុណ្ណឹង